សួស្តីអ្នកគុណចំគ្រប់គ្រងកបៈទាំងអស់គ្នាជួយជាមួយនឹងឯមានសារថ្មីម្ដងទៀតមកបន្តសេរីរបស់យើងដែលជាភាគបន្តដែលនៃភាគមួយនេះចៅយាយមិននឹកស្មានថាខ្លួននឹងខ្លាចជាសត្វកន្លាតនោះទេហើយគេក៏មានអារម្មណ៍ថានឹងមិនអាចគ្រប់គ្រងសាច់ដុំជុំវិញរាងកាយរបស់គេបានឡើយនិយាយចាប់ភ្លៀងស្លាប់ដល់នៅខាងក្រៅនឹងក៏បានហោះទៅតែម្ដងធ្វើឲ្យចៅយាយមិនអាចគ្រប់គ្រងបាននោះទេចង់បញ្ឈប់ក៏បញ្ឈប់មិនកើតដែរជាលទ្ធផលក៏ត្រូវបានបោកជាមួយនឹងផ្ទាំងថ្មចៅយាយបានត្រឹមតែនិយាយថាតារាមណាគាត់អាចគ្រប់គ្រងវាបានបន្តិចក៏វាប្រសើរដែរតែបើគាត់ដឹងថាបំណងប្រាថ្នាចុងក្រោយរបស់គាត់អាចខ្លាចជាការពុននោះគាត់នឹងមិនធ្វើជាសត្វកន្លាតទៀតទេស្រាប់តែពេលនោះសម្លេងមួយក៏ថាតើឲ្យមិនពេញចិត្តជាមួយនឹងរឿងសត្វកន្លាតទេមែនទេចៅយាយក៏បានសួរតាអ្នកជាណាគេក៏បានប្រាប់ទៅថាឯងគឺជាអ្នកដំបងហើយដែលបានកោះហៅយើងក្នុងរយៈពេល5000ឆ្នាំយើងគឺជាព្រះនៃកន្លាតហើយយើងក៏ចង់ផ្ដល់នូវថាពោដ៏ខ្លាំងបំផុតរបស់យើងឲ្យទៅកាន់ឯងផងដែរគ្រាន់តែលើបែបនេះចៅយាយពិតជាសប្បាយចិត្តខ្លាំងមែនទែនជាមួយនឹងថាពោដ៏អស្ចារ្យបែបនេះគេនឹងមិនចាំបាច់ខ្លាចណាទៀតទេរួចហើយក៏និយាយថាព្រះដ៏អស្ចារ្យតាមពិតទៅខ្ញុំពោលជាចូលចិត្តសត្វកន្លាតខ្លាំងណាស់ដែលឃើញការផ្លាស់ប្ដូររបស់គាត់ដូច្នេះព្រះនៃកន្លាតក៏បានចាស់ចេញមកទៅពេលនោះ system ក៏ថាឥឡូវនេះព្រះកន្លាតមិនចូលចិត្តជាមួយអ្នកទេលើបែបនេះចៅយាយបាក់តែចិត្តយកតែម្ដងរយៈពេល10ថ្ងៃបានកន្លងផុតទៅចៅយាយបានខិតខំប្រឹងប្រែងខ្លាំងមែនទែនក្នុងការហៅទៅការ system ប៉ុន្តែ system មិនបានបង្ហាញខ្លួននៅចំពោះមុខគាត់ទេសម្បីតែសត្វកន្លាតផ្សេងទៀតនឹងក៏ស្ងាត់ថាគាត់កំពុងតែធ្វើអ្វីចៅយាយក៏គិតថាឥឡូវនេះគាត់អាចយល់ហើយនឹងទំនាក់ទំនងជាមួយសត្វកន្លាតដទៃផ្សេងទៀតបានប៉ុន្តែយ៉ាងណាក៏ដោយគាត់ពិតជាមិនចូលចិត្តអាហាររបស់សត្វកន្លាតនោះទេពេលដែលគាត់ឃើញភ្លាមពិតជាចង់អួតតែម្ដងពេលនោះកន្លាតម៉ាប់មួយក៏ដើរមកព្រមតែនិយាយថាអាប់អូនតែឯងចង់ញ៉ាំទេពិតជាក្តៅខ្លាំងណាស់ចៅយាយភ័យខ្លាចមែនទែនប្រាប់ឲ្យគេនឹងក៏មកចិត្តខ្លួនហើយប៉ុន្តែកន្លាតម៉ាប់ម្នាក់នោះក៏បានហុចនៅអាហារមួយនោះព្រមតែនិយាយថាមើលទៅវាពិតជាឆ្ងាញ់ណាស់ដោយខឹងខ្លាំងពេកចៅយាយក៏បានដាក់គេប្រមាណដែរទៅថាខ្លួនពិតជាមិនចូលចិត្តទេរយៈពេលប្រមាណថ្ងៃក៏បានកន្លងផុតទៀតចៅយាយរបស់យើងមានអារម្មណ៍ថាឃ្លានខ្លាំងមែនទែនស្ទើរតែស្លាប់បាត់ទៅហើយដោយសារតែពេលនេះគេគឺជាសត្វកន្លាតមិនអាចទៅបរិយារបស់ខ្លួនឯងបានទៀតទេដូច្នេះគេត្រូវតែស្វែងរកអាហារខ្លះដែលបានមួយសន្ទុះក៏ប្រទះនឹងជាមួយនឹងថង់ប្លាស្ទិកជាច្រើនបើតាមបទពិសោធន៍របស់គេដែលធ្លាប់ជាមនុស្សនោះចៅយាយក៏ដឹងថានៅក្នុងនោះប្រកបជាមានរបស់របរបរិភោគបានខ្លះហើយវាពិតជាដោយការនិយាយរបស់គាត់មែនវាមាននំប៉ាវមួយប៉ុន្តែ system ក៏រំលឹកថានៅក្នុងនំប៉ាវនេះវាមានបាក់តេរីចំនួន399ប្រភេទប៉ុន្តែវានៅតែអាចបរិភោគបានគ្រាន់តែលើបាននេះចៅយាយក៏លន់មកថាវាពិតជាគួរឲ្យខ្ពើមណាស់យ៉ាងណាក៏ដោយក្នុងស្ថានភាពបែបនេះគាត់មិនអាចទៅអារម្មណ៍ខ្លួនឯងបានទេគឺមានតែបរិភោគសណាយ10ថ្ងៃក៏បានកន្លងផុតទៅចៅយាយនៅតែមិនទាន់ឃើញព្រះកន្លាតបង្ហាញខ្លួននៅក្នុងស្ថានភាពដែលពិភពលោកកំពុងតែជួយជាមួយនឹងគ្រោះមហន្តរាយនេះជីវិតរបស់គាត់ពិតជារករាខ្លាំងមែនទែនទោះបីជាគាត់ចង់ស្លាប់ក៏ដោយក៏វាមិនអាចទៅរួចដែរព្រោះថាគាត់បានលើពីអគារឯនៅតែមិនងាប់ទៀតចូលក្នុងទឹកក៏មិននឹងទឹកស្លាប់ក៏សូម្បីតែលេខឆ្នាំពលក៏មិនស្លាប់ដែរឥឡូវនេះគឺមានតែរកសត្រូវរបស់សត្វកន្លាតនោះទេដើម្បីឲ្យវាមកស៊ីគាត់តែមើលទៅវាពិតជាគួរឲ្យឈឺចាប់ណាស់សូម្បីតែការគិតនឹងក៏មានអារម្មណ៍ថាឈឺចាប់ដែរឥឡូវនេះមានតែការរស់នៅជាមួយសត្វកន្លាតសិនទេបន្តមកគ្រប់គ្រងតការសត្វកន្លាតផ្សេងទៀតដើម្បីខ្លាចជាស្ដេចនៅពេលនោះជីវិតរបស់គាត់នឹងមិនចាំបាច់រងគ្រោះថ្នាក់នោះទេទោះបីជាពេលនេះគាត់គ្មាន system ក៏ដោយយ៉ាងណាក៏ដោយគាត់នៅតែមានខួរក្បាលដ៏អស្ចារ្យរបស់គាត់ដែរបន្តមកគាត់និយាយថាអាកាធរាយើងមើលទៅឯងពិតជាមានឆ្អឹងរឹងមាំខ្លាំងណាស់តើឯងចង់ចូលរួមក្រុមជាមួយយើងដែរទេលើបែបនេះប្រកធម៌មិនចាប់អារម្មណ៍ទេព្រោះថាចៅយាយយើងនឹងមិនអាចញ៉ាំមនុស្សមួបានចៅយាយក៏បានគាត់ថាមើលទៅគេបានឃើញសកម្មភាពរបស់គាត់នឹងមានផាសុកភាពខ្លាំងពេកមិនដូចជាសត្វកន្លាតដទៃទៀតវាហាក់បីដូចជាមានតែគាត់បញ្ជាក់អំពីសមត្ថភាពរបស់គាត់ទេទើបជោគជ័យនោះនៅពេលបន្ទាប់ទៀតសត្វកន្លាតដែលមានមាឌធំនឹងក៏និយាយថាចាប់ថ្ងៃនេះតទៅអ្នកងារកន្លាតរបស់យើងនឹងផ្លាស់ទីទៅកាន់កន្លែងដែលមានអាហារកាន់តែច្រើនយ៉ាងណាក៏ដោយពួកយើងនឹងជួយជាមួយសត្រូវរបស់យើងផងដែរគ្រាន់តែលើបែបនេះប្រូកម្មានឹងពិតជាភ័យខ្លាចមែនទែនដែលគេពិតជាមិនចង់ញ៉ាំទៀតទេចៅយាយគិតថាគេគឺជាសត្វកន្លាតដែលកក្រិចជាងគេចូលចិត្តញ៉ាំអាហារណាដែលកក្រិចតែមិននឹកស្មានថាគេខ្លាចស្លាប់បែបនេះទេប្រូកម្មានៅតែបន្តយំដល់ថ្នាក់ចៅយាយប្រាប់ឲ្យបិទមាត់ទៅចុយមាត់ណាវើយតែបើក៏ពិនិត្យមើលច្បាស់ទៅសត្វកន្លាតផ្សេងទៀតនឹងពិតជាភ័យខ្លាចមែនទែនកន្លាតធំក៏បន្តទៀតថាតើនរណាមានភាពក្លាហានសម្រាប់រករកក្នុងជួរខាងមុខអាចលើកដៃបានគ្រាន់តែលើបែបនេះកន្លាតទាំងនោះអោនក្បាលទាំងអស់តែម្ដងចំណែកឯចៅយាយយើងវិញក៏មិនសូវខ្វល់ប្រមាណដែរប៉ុន្តែពេលនោះ system ក៏រំលឹកថាប្រសិនបើគាត់យល់ព្រមចំពោះភារកិច្ចមួយនេះប្រហែលជាព្រះនៃកន្លាតនឹងអត់ទៅឲ្យគាត់ឬភ្លាមចៅយាយក៏បានយល់ព្រមតែម្ដងថាគេនឹងយល់ព្រមចំពោះភារកិច្ចមួយនេះអាកាម៉ាប់ក៏សារឲ្យថាបងធំអ្នកក្លាហានណាស់ចំណែកឯចៅយាយក៏គិតថាទីបំផុតការសម្ដែងរបស់ខ្ញុំបានត្រឡប់មកវិញហើយពេលដែលទៅដល់ទីកន្លែងមួយនោះចៅយាយក៏សួរថាតើយើងគួរឆ្លងទំនប់មួយនេះមែនទេវាដូចជាមានអារម្មណ៍ថានៅទីនេះស្ងាត់ណាស់
ប្រូក្រាមក៏បានប្រាប់ទៅថាតើអ្នកដឹងអីនៅពេលដែលពួកយើងផ្លាស់ទីទៅកាន់កន្លែងរកអាហារថ្មីម្ដងសាច់កន្លាតធំទាំងអស់នោះគឺតែងតែបញ្ជូនកន្លាតតូចទៅរកជាមុនប៉ុន្តែក៏ជួយជាមួយសត្វចំណាយដល់កាយសាហាវជាច្រើនផងដែរដូច្នេះហើយការរស់រានមានជីវិតពិតជាទាបណាស់វាអាចស្លាប់ពេលណាក៏បានដែរដូច្នេះហើយនៅទីនោះពិតជាគ្រោះថ្នាក់ខ្លាំងណាស់លើបែបនេះចៅយីភ្ញាក់ផ្អើលអញ្ចឹងមានន័យថាព្រះកន្លាតបានបោកមកឆោតគាត់ហើយអញ្ចឹងគាត់គួរតែចាស់ចេញឲ្យបានលឿនមកអាកាមាប្រចាំយើងចិញ្ចឹមឯងលេខមើលអាកាមាវិញហៀទឹកភ្នែកអាក្លេកអាខ្លាក់បាត់ទៅហើយព្រោះថាកន្លាតដ៏ធំនឹងគឺនៅពីក្រោយចៅយីនឹងឯងកន្លាតធំមួយនោះក៏សួរថាទៅអីចង់ទៅណានៅក្នុងទំនប់មួយនេះគឺមានសត្វចម្លែកជាច្រើនខ្លាំងណាស់វាគឺជាចំណីដ៏ល្អសម្រាប់សត្វកន្លាតរបស់យើងលើបែបនេះចៅយីក៏គិតថាតើសត្វកន្លាតទាំងអស់បានវិវត្តដោយសារតែពួកគេបានស៊ីសាច់សត្វចម្លែកផ្សេងទៀតមែនដែរឬទេបើវាមិនចឹងមែននោះគាត់នឹងមិនខ្វះអាហារនៅពេលអនាគតទេប៉ុន្តែគាត់ក៏និយាយថាឥឡូវនេះខ្ញុំកំពុងតែសម្រក់ទម្ងន់អញ្ចឹងហើយពិតជាមិនត្រូវការអាហារនោះទេលើភ្លាមបិសាចធំក៏ខឹងទោះបីជាឯងមិនចង់ទៅក៏ដោយក៏ឯងត្រូវទៅដែរចៅជីក៏គិតថាទោះបីជាគាត់បានខ្លាចជាសត្វក៏ដោយក៏វានៅតែមិនអាចគេចផុតអំពីច្បាប់ព្រៃទាំងអស់នោះដែរវាដូចគ្នាបែបបិទការពេលដែលគាត់នឹងនៅរស់ជាមនុស្សដែលត្រូវបានអ្នកដែលមានអំណាចនឹងបញ្ជាឲ្យទៅស្វែងរកអាហារព្រមទាំងលើកហេតុផលថាដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគេបើកលែងមើលស្ថានភាពនៅពេលនេះវិញចៅជីត្រូវបានកន្លាតធំមួយនោះវាដើមច្រាំធាខ្លាំងមែនទែនដែលចៅជីក៏គិតថាទោះបីជាគាត់បានខ្លាចជាសត្វកន្លាតហើយក៏ដោយក៏ជីវិតរបស់គាត់នឹងមិនទាន់សុខស្រួល 100% ដែរដូច្នេះគាត់ត្រូវតែរឹងមាំបន្តមកចៅជីគឺជាអ្នកដែលដឹកនាំនៅភារកិច្ចមួយនេះប្រាប់ទៅកាន់សត្វកន្លាតផ្សេងទៀតថាបើសិនបើមានអ្វីកើតឡើងនៅពួកឯងទាំងអស់គ្នាត្រូវតែបន្លឺសំឡេងភ្លាមក៏លេចមើលប្រូក្រាមវិញពិតជាភ័យខ្លាចមិនទាន់បាត់នៅឡើយទេចៅជីក៏មើលស្ថានភាពនៅខាងមុខក៏បានឃើញថានៅខាងមុខនេះមិនស័ក្តិសមធ្វើជាទំនប់ទៅសោះព្រោះវាមិនមានផ្ទាំងថ្មនោះទេចំណែកឯសត្វកន្លាតធំទាំងអស់នៅវិញពួកវាបានត្រឹមតែមើលអាកាសដ៏ល្អនោះទេបើមានហើយពួកវានឹងហោះចេញទៅតែម្ដងបើទោះបីជាមានសត្វចម្លែកក៏ដោយក៏ពួកវាមិនខ្វល់ដែរព្រោះសត្វចម្លែកទាំងអស់នោះនឹងស៊ីកូនកន្លាតមុនគេឃើញម៉ាមនេះចៅជីក៏ឆ្ងល់ហើយពួកគេអាចហោះបានសោះប៉ុន្តែហេតុអីបានជាពួកគេបញ្ជាឲ្យពួកយើងនឹងមករកអញ្ចឹងតែពេលនោះគាត់ក៏បានឃើញអ្វីប្លែកហើយតាមពិតទៅថ្មទៅនោះតាមពិតវាគឺជាសត្វកង្កែបសោះដែលពួកកង្កែបទាំងអស់នោះបានប្រើប្រាស់ពណ៌របស់វាក្នុងការក្លែងនាំធ្វើជាថ្មហើយក៏ដឹងទៀតថាពួកគេទាំងអស់គ្នានេះគ្រាន់តែជានុយប៉ុណ្ណោះដឹងបែបនេះវាហួសពេលហើយគឺមានដាក់មេប្រួយទេទៅឲ្យរស់រានមានជីវិតយ៉ាងណាក៏ដោយសត្វកន្លាតមួយចំនួនក៏ត្រូវបានសត្វកង្កែបទាំងអស់នោះស៊ីជាចំណីពេលនោះ system ក៏បញ្យល់អំពីគុណលក្ខណៈរបស់សត្វកង្កែបមួយនេះផងដែរដែលវាអាចលុយបាន20ដងនៃទំហំរាងកាយរបស់វាហានដារបស់វាអាចលូតបាន4ម៉ែត្រក្នុងការវាប្រហារអាវុធរបស់វាគឺជាអណ្ដាតនឹងឯងពេលនោះប្រូក្រាមភ័យខ្លួនខ្លាំងមែនទែនតែគេមិនចង់ស្លាប់ទេចៅយីក៏ប្រាប់ឲ្យពួកគេនឹងកំផ្លាស់ទីអីព្រោះថាកង្កែបទាំងអស់នោះមិនអាចមើលឃើញបានឡើយខណៈនោះព្រះកណ្ណាតក៏ផ្ដល់ជំរឿពីរមកឲ្យគាត់ដែលទី1គឺគាត់អាចរត់ចាកចេញពីទីនេះដោយមានសុវត្ថិភាពមិនត្រូវបានវាប្រហារដោយសត្វកង្កែបទាំងអស់នោះទេចំណែកឯជំរឿទី2វិញគឺគាត់ត្រូវតែជួយសង្គ្រោះទៅកាន់សត្វកន្លាតទាំងអស់នោះគាត់នឹងទទួលបាននូវសត្វកន្លាតដ៏ស្មោះត្រង់ម្នាក់បន្តមកនឹងខ្លាចជាស្ដេចនៃកន្លាតចៅយីក៏បានសួរថាចុះបើគាត់ស្លាប់នោះតើគាត់អាចខ្លាចជាស្ដេចកន្លាតដោយរបៀបណាតែបើគាត់ក៏លេចទៅមើលអាកាមាវិញអាកាមាក៏បានហៅឲ្យគាត់ជួយលើបែបនេះចៅយីក៏បាននឹកឃើញហើយថាអ្វីដែលគាត់ចង់បាននៅពេលនោះគឺមានអ្នកដែលអាចមកជួយសង្គ្រោះគាត់បានព្រះនៃកន្លាតក៏បានរាប់ថយក្រោយហើយព្រោះថាជំរឿវាមានពេលកំណត់ដល់ដំណើរការមួយនេះចៅយីក៏សម្រេចជួយសង្គ្រោះទៅកាន់ប្រូក្រាមព្រមទាំងរអ៊ូថាអាកាមាបើឯងធ្ងន់ខ្លាំងណាស់តើឯងបានស៊ីលីមូអស់ប្រមាណទៅប៉ុន្តែមិនទាន់ដល់ទីផងត្រូវបានសាកកែបទាំងងនោះលេបតបាក់បាត់បង់ជីវិតទាំងពីរតែម្ដងឥឡូវនេះសេរីរបស់យើងក៏សូមកាត់ស្លែត្រឹមនឹងសិនគឺមានតែរងចាំទស្សនានៅពេលបន្តទៀតជាមួយនឹង admin នោះទេបើមានកំហុសខុសឆ្គងត្រង់ចំណុចមួយណាអីសូមមេត្តាខន្តីអភ័យទោសមានផងណាបាទយ៉ាងណាក៏ដោយក៏អរគុណទៅកាន់អ្នកក្លាហានចំនួន5រូបផងដែរដែលបានឧបត្ថម្ភការ admin អ្នកទី1ចំនួន1សេនអ្នកទី2ចំនួន24សេនអ្នកទី3ចំនួន3000រៀលអ្នកទី4ចំនួន2000រៀលហើយអ្នកចុងក្រោយចំនួន6សេនផងដែរអរគុណទៅកាន់អ្នកទាំង5ធំបើសិនបើមានអ្នកក្លាហានរូបណាដែលចង់ឧបត្ថម្ភការ admin អីក៏ឲ្យឧបត្ថម្ភតាមរយៈ QR code ខាងលើនេះបានហើយមានតែពីថាអរគុណនិងជូនពរអ្នកទាំងអស់គ្នារកស៊ីទៅទៀតបានទៅណាមកណាបើក៏ដោយសុខសុវត្ថិភាពពេលនេះពីសំណាក់ admin បាយជួបគ្នាក្នុងវីដេអូក្រោយ